អ្នកណាដែលមានឆ្នាំអន់ឆ្នាំនេះគេតាមតារាសាស្ត្រគេរាប់ថាមានឆ្នាំរោងឆ្នាំថោះឆ្នាំចឆ្នាំមមី5ឆ្នាំហ្នឹងដែលគេសន្មត់ថាជាឆ្នាំមិនល្អនោះដើម្បីរំដោះកម្មហើយកម្មនោះខ្មែរយើងហៅគ្រោះកម្មឲ្យផលខ្លាំងដល់ស្លាប់ជីវិតទាំងក្មេងទៅកម្មឲ្យផលខ្លាំងឲ្យមានជំងឺឈឺដំកាត់ទៅអញ្ចឹងយើងទៅរកលោកមកស្រោចទឹកបោចក្អមមកមិនទៅបាត់កម្មបោកទៅមិនស្រួលបែកទៅលលាទេទៅរកគេកែគ្រោះកែអីសែននេះសែននោះនោះមិនមែនទៅមានអានុភាពឯណាទៅឈ្នះកម្មនោះអញ្ចឹងបានបុរាណលោកធ្វើពិធីពូនភ្នំខ្សាច់គឺយើងធ្វើបុណ្យឧទ្ទិសចំពោះព្រះចេតិយដល់បន្តិចហ្នឹងបរិវេណទាំងអស់ហ្នឹងអ្នកណាមានកម្មនឹងអមនុស្សត្រូវមកបៀតបៀនត្រូវមកគំរាមកំហែងត្រូវមកចូលត្រូវមកធ្វើទុកបុកម្នេញដល់តែយើងធ្វើបុណ្យពេលហ្នឹងទៅបុណ្យនឹងមានអានុភាពពួកនោះក៏មិនហ៊ានបៀតបៀនយើងដែរបាទព្រះអង្គសុនច័ន្ទវរៈហៅទេវតាដើរដីឬក៏លើឪសួងទី2ធ្វើការបញ្ចូលពុទ្ធបរិស័ទថ្មីនេះតកតងទៅនឹងការពូនភ្នំខ្សាច់ដាច់កម្ពីប៉ុន្តែអត្តន័យវាខ្ញុំដឹងទ្រូហ្នឹងដូចជាមាន3ទី1ហ្នឹងគេធ្វើវាដើម្បីជាការរំលឹកដល់ការដែលគេយកអ្នកខ្លះថាភ្នួងកេសារបស់ព្រះពុទ្ធនៅពេលដែលគេធ្វើការកោព្រះអង្គហើយនឹងអ្នកខ្លះថាគេយកសេរីរកធាតុទេព្រះពុទ្ធទៅដាក់តម្កល់នៅចេតិយមួយនៅឋានតាវតឹងហ្នឹងអត្តន័យទី1អញ្ចឹងដើម្បីរំលឹកដល់ភ្នំសក់ឬក៏សេរីរកធាតុខ្ញុំមិនដឹងថាមួយណាត្រឹមត្រូវទេគេបញ្យល់ពីរផ្សេងគ្នាអញ្ចឹងណាដែលគេយកទៅដាក់នៅឋានតាវតឹងទី2ហ្នឹងគឺដើម្បីធ្វើការផ្ដាច់កម្មពីកម្មទាំងឡាយណាដែលបានធ្វើពីអតីតកាលមកឬពីអតីតជាតិមកហ្នឹងមកផ្ដាច់នៅពេលធ្វើនំខ្សាច់ហ្នឹងហើយទី3ហ្នឹងគេបញ្យល់ថាការពីដើមឡើយហ្នឹងវត្តរបស់យើងជាពិសេសនៅតាមជនបទហ្នឹងមានការខ្វះខាតនៅគ្រឿងសំណង់ដូចជាខ្សាច់អីចឹងអញ្ចឹងពេលដែលធ្វើហើយហ្នឹងយើងបានលុយខ្លះយើងបានខ្សាច់ខ្លះដើម្បីទៅធ្វើចេតិយធ្វើវត្តធ្វើពហិលៈអញ្ចឹងបើតាមការយល់ឃើញរបស់ខ្ញុំទី1ហើយនិងទី3ហាក់ដូចជាសមហេតុផលជាងគេទី1ហ្នឹងគឺយើងដើម្បីរំលឹកដល់ពុទ្ធការដែលគេកោភ្នួងកេសាឬក៏សេរីរកធាតុរបស់ព្រះអង្គដែលគេយកទៅតម្កល់នៅឋានតាវតឹងហើយទី3ហ្នឹងគឺជាការប្រមូលនៅថវិកាខ្លះក៏ដូចជាប្រគេនខ្សាច់ដល់ព្រះសង្ឃដើម្បីឲ្យព្រះសង្ឃយកទៅធ្វើសំណង់ដើម្បីប្រើប្រាស់នៅក្នុងវត្តតែទី2ដើម្បីផ្ដាច់កម្មពីហ្នឹងដូចនិយាយផ្ទុយនឹងពុទ្ធសាសនា 100% ហ្មងប្រឆាំងនឹងទ្រឹស្ដីកម្មផលពុទ្ធសាសនារបស់យើងហ្នឹងគឺជាសាសនាហេតុហើយនឹងផលយើងមានពាក្យសមហេតុសមផលសមហ្នឹងគឺសរសេរសនឹងមូលមានស្មើហេតុស្មើនឹងផលធ្វើអីបានហ្នឹងហើយតាមពុទ្ធសាសនាតាមអ្វីដែលពុទ្ធបានព្រានបណ្ដៅហ្នឹងបាបកម្មរបស់យើងនឹងមិនមានវិធីផ្ដាច់ទេទោះយើងទៅដល់ទីណាក៏ដោយគឺយើងមិនអាចរួចផលនៃកម្មបានឡើយមិនមានថាខ្ញុំប្រឆាំងទៅនឹងវិធីពូនភ្នំខ្សាច់នេះទេព្រោះគេច្រើនធ្វើនៅពេលបុណ្យចូលឆ្នាំភ្ជុំបិណ្ឌជាការបុណ្យភូមិខ្លះឬក៏បុណ្យកតញ្ញូក៏គេធ្វើដែរហើយកុំឲ្យយល់ច្រឡំពីប្រពៃនេះហើយនឹងជំនឿសាសនារបស់យើងប្រពៃនេះយើងធ្វើចោះមិនដែរប្រពៃនេះខ្លះវាអត់រីចម្រើនណាទោះយើងមិនប្រឆាំងក៏ដោយវាគង់តែរលាយបាត់ទៅដោយឯងហើយបើប្រពៃនេះខ្លះយើងធ្វើទៅវារីចម្រើនដល់សង្គមអានឹងយើងថែរក្សាទៅតែដូចខ្ញុំនិយាយខាងលើអញ្ចឹងសរុបមកវិញខ្ញុំគិតថាបើសិនជាយើងធ្វើឲ្យក្នុងនាមជាព្រះសង្ឃដ៏មានកិត្តិនាមល្បីល្បាញម្នាក់ហើយមានបំណងនឹងកែបត្រៃបីដកទៀតហើយបញ្យលពុទ្ធសាសនាអញ្ចឹងអានឹងអត់ត្រូវទេអត់ត្រូវធ្វើឲ្យយើងមានមន្ទិលដល់ចេតនារបស់ព្រះអង្គតែមិនដឹងព្រះអង្គមានបញ្នាមនៅក្នុងបញ្ជីអ្នកដែលប្រងកែបត្រៃបីដកឬក៏អត់ទេតែបើសើកម្រិតយល់ដឹងប៉ុណ្្នឹងណាគ្រាន់តែពូនភ្នំខ្សាច់ហ្នឹងបញ្យលពុទ្ធបរិស័ទឲ្យខុសប៉ុណ្្នឹងហើយកុំទៅប៉ះបត្រៃបីដកអត់កើតទេយើងយល់ខុសអត់ទេពុទ្ធសាសនាជាសាសនាហេតុផលផ្ទុយនឹងទ្រឹស្ដីកម្មផលអត់ត្រូវ